បាទជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកផ្ទះក៏បានមកថតវីដេអូដំឡូងសបកសសាច់សជូនបងប្អូនមើលទាំងអស់គ្នាបាទបងប្អូនដែលធ្លាប់ដាំដំឡូងសសាច់សនេះបងប្អូនប្រហែលជាដឹងហើយដំឡូងនេះគឺអាយុទៅតែ35ថ្ងៃទេតែបងប្អូនមើលការលូតលាស់ទៅហើយនឹងស្លឹករបស់វាទៅគឺវាល្អបងប្អូនបាទឃើញទេបាទអ្នកដែលគាត់ធ្លាប់ដាំគាត់នឹងច្បាស់ជាដឹងថាដំឡូងនេះគឺវាលូតលាស់យឺតមែនទែនហើយតើអាយុ35ថ្ងៃបងប្អូនមើលខាងក្រោយខ្ញុំនេះទៅគឺលូតលាស់ល្អខ្លាំងបែបនេះហើយបើសិនជាបងប្អូនចង់បានល្អបែបហ្នឹងដែរបងប្អូនអាចតាក់ទងមកខ្ញុំមកខ្ញុំនឹងប្រាប់ពីបច្ចេកទេសខ្លះជូនបងប្អូននឹងការប្រើប្រាស់ជីថ្នាំផងដែរបាទហើយដំឡូងនេះគឺជាដំឡូងរបស់ប៉ាខ្ញុំទេដែលគាត់ធ្វើនៅខាងបួរហើយដំឡូងនេះគឺការថែទាំគឺគាត់ថែទាំតាមខ្ញុំប្រាប់គាត់ដោយការបាញ់ថ្នាំនិងការដាក់ទឹកអីគឺខ្ញុំតែងតែប្រាប់គាត់ឲ្យធ្វើហើយនឹងការបាញ់ថ្នាំឲ្យទៀងទាត់ដំឡូងនេះគឺគាត់អត់ហ៊ានឲ្យលើសថ្ងៃបងប្អូនបាទពេលខ្លះ6ថ្ងៃពេលខ្លះ7ថ្ងៃយ៉ាងយូរបំផុត7ថ្ងៃប៉ុន្តែបងប្អូនមើលបានគឺល្អហើយនេះក៏ដោយសារតែប៉ាគាត់ដាក់ទឹកបានដិតដល់ផងដែរដំឡូងគឺសំខាន់បំផុតទឹកតែម្ដងបងប្អូនបើសិនជាបងប្អូនស្ទើរទឹកក៏មិនអាចថែបានល្អដែរព្រោះថាគ្រប់ថ្នាំទាំងអស់មិនថាថ្នាំរបស់ខ្ញុំថ្នាំរបស់គេគឺគេណែនាំឲ្យបាញ់នៅពេលដែលដីមានសំណើមនៅពេលដែលដីមានសំណើមរុក្ខជាតិវានឹងស្រូបជីហើយតែពេលដែលយើងបាញ់ថ្នាំពីលើទៅគឺវានឹងស្រូបជីបានល្អបើសិនជាបងប្អូនអត់ដាក់ទឹកទេចេះតែបាញ់ថ្នាំមេឃកំពុងតែក្តៅក៏បងប្អូនបាញ់នោះហើយជាធ្វើឲ្យដំឡូងរបស់បងប្អូនវាស្លឹកវាក្រិនដោយសារអីដោយសារប្រៀបដូចជាលក្ខណៈថាវាស្រូបទៅប៉ុន្តែវាអត់បានចិញ្ចឹមណាព្រោះហើយវាដូចលាប់ចឹងបងប្អូនតែកាលណាដែលមេឃកំពុងតែក្តៅខ្លាំងបងប្អូនបាញ់ធ្វើឲ្យស្លឹកហ្នឹងវារួញហើយវារៀងហើយមើលទៅដូចស្លឹកចាស់ចឹងវាអត់ខ្ចីល្អបែបនេះទេហើយអាយុ35ថ្ងៃបងប្អូនមើលបានបាទគឺល្អខ្លាំងមែនទែនចឹងហើយបើសិនជាបងប្អូនចង់ឲ្យដំណាំបងប្អូនល្អមុននឹងបាញ់ថ្នាំបងប្អូនត្រូវតែស្រោចទឹកឲ្យបានដិតដល់ហើយចាំបាញ់ហើយគឺក្នុងរយៈបាញ់ដាក់ទឹកថ្ងៃហ្នឹងជោគបាញ់ថ្នាំហើយយើងត្រូវតែផ្ដាច់ទឹកមួយថ្ងៃសិនព្រោះអីព្រោះតែកាលណាដែលបងប្អូនដាក់ទឹកបន្តទៀតវាធ្វើឲ្យជ្រះជាតិថ្នាំនៅកន្លែងដីហ្នឹងអញ្ចឹងធ្វើឲ្យថ្នាំហ្នឹងវាអត់សូវមានប្រសិទ្ធភាពទេអញ្ចឹងបងប្អូនដាក់ទឹកឲ្យជោគហើយបាញ់ថ្នាំហើយផ្ដាច់ទឹកមួយថ្ងៃឲ្យវាស្រូបសារជាតិថ្នាំដែលយើងបាញ់ហ្នឹងទៅអស់ហើយចាំយើងដាក់ទឹកបន្តទៀតវានឹងបឺតជាតិថ្នាំហ្នឹងទៅវានឹងល្អបាទតែបញ្ជាក់ឲ្យហើយបងប្អូនបាទបើសិនជាបងប្អូនចង់បាញ់គឺត្រូវតែស្រោចទឹកឲ្យបានដិតដល់សិនចាំបាញ់បាទឥឡូវខ្ញុំឲ្យមើលរបស់ប៉ាខ្ញុំនឹងសិននេះបងប្អូនបាទអាយុ35ថ្ងៃបងប្អូនឃើញទេវាល្អខ្លាំងណាហើយស្លឹកវាគឺសុខភាពល្អមែនទែនហើយដូចបងប្អូនភាគច្រើនគាត់ខ្លាចតែរុយសមួយរយៈនេះគឺខ្លាចរុយសខ្លាំងមែនទែនតែបបោះឲ្យខាងខ្ញុំធ្វើគឺអត់មានរុយសប៉ះពាល់ទេដោយសារតែយើងបាញ់ការពារវារហូតរយៈពេលមួយអាទិត្យយើងបាញ់ម្ដងហើយនៅកលឹងជុំវិញដីរបស់យើងនេះដែរគឺភ្ជួររួចរាល់អស់ចឹងទៅគឺវាអត់មានសត្វនឹងដែលរស់នៅខាងដីខាងនោះទេហើយសម្រាប់ខាងនោះដែរក៏យើងឲ្យគាត់ភ្ជួរឲ្យអស់ដែរចឹងការដែលថែទាំក៏វាអាស្រ័យលើមជ្ឈដ្ឋានជុំវិញនេះផងដែរបើកលឹងជុំវិញយើងគេភ្ជួរអស់ហើយអាហ្នឹងយើងដាំទៅយើងបាញ់ថ្នាំដិតដល់យើងបាញ់ថ្នាំតាមការកំណត់គឺវាអត់ងាយមានរោគទេតែបើសិនជាបងប្អូនដាំហើយនៅកលឹងជុំវិញបងប្អូនដីសិតតែព្រៃអាហ្នឹងក៏វារោគទៅតាមនឹងដែរអញ្ចឹងបងប្អូនដាំយើងជ្រើសរើសទីតាំងផងដែរហើយបើសិនជាវាស្មៅខ្លាំងពេកយើងដុតចោលអស់ទៅព្រោះអាសត្វហ្នឹងវារស់នៅក្នុងដីដែលអត់បានបាញ់ថ្នាំហ្នឹងឯងអញ្ចឹងបើយើងបាញ់ហើយវាងាប់តែមួយពេលហ្នឹងអញ្ចឹងវា2-3ថ្ងៃក្រោយមកវានឹងលួចមកស៊ីអញ្ចឹងវាខូចខាតម្ដងតិចវាធ្វើឲ្យច្រើនទៅនឹងឯងបងប្អូនបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនត្រូវការថ្នាំបងប្អូនអាចតាក់ទងមកខ្ញុំបានបាទអរគុណជម្រាបលា